He khăn phật tai mùi thì anh vui nè chẳng có phật tai đó miên tai nó thay tiệt đấy តែថ្មីមានណា tai một với nhé ហើយពីមួយរយៈដែលពួកថៃឆ្លៀនពៀនខ្មែរយើងមកធ្វើឲ្យយើងនឹងទុកសោកខ្លាំងមែនតើហើយនិយាយទៅតាមតំបន់ជនភៀសសិកកាន់ខ្លោចសារមែនតើប៉ុន្តែថ្មីហ្នឹងមានអ្នកបានថតវីដេអូតែនេះគឺឆ្ងាញ់គឺតែនេះពួកម៉ាក់ជូននេះចឹងអញ្ចឹងបងប្អូនអ្នកផឹកតែជួយគិតផឹកតែនិយាយហ្នឹងតែអីក៏ល្អដែរសំខាន់ណាស់បងប្អូនផឹកណាតែហ្នឹងក៏ល្អហ្មងតែប្រភេទនេះគឺមិត្តភក្តិជូនទេហើយខ្ញុំផឹកដែរឆ្ងាញ់គេហៅថាតែក្រហមអានេះតែវាមានមកកញ្ចប់ទេបងប្អូនគាត់និយាយហ្នឹងខ្ញុំអត់មានលក់ទេបងប្អូនបើថាបងប្អូនមើលទិញតែមកកញ្ចប់អញ្ចឹងក៏បានដែរហើយតែហ្នឹងគឺឆ្ងាញ់គឺតែក្រហមហើយអញ្ចឹងយើងទៀតឆុងឲ្យបងប្អូនមើលមកតែក្រហមនេះគឺមកកញ្ចប់វាហ្នឹងយើងអាចឆុងមកប៉ាន់តែម្ដងណាឆុងមកប៉ាន់ហ្នឹងយើងអាចផឹកបានឆុងបាន5 6ដងយើងអាចតែក្រហមមកថងហ្នឹងស្រាប់ហ្មងណាប៉ុន្តែបងប្អូនទិញបងប្អូនអាចរើសមើលតែធម្មតាយើងកុំរើសអា2 3ដុល្លារណាមក1គីឡូ2 3ដុល្លារម្ដង2 3ដុល្លារហ្នឹងគឺវាធូរថ្លៃមែនតើមកហើយយើងផឹកតែដើម្បីសុខភាពអញ្ចឹងណាហើយទៅពេលយើងទិញតែដែលមានតម្លៃធូរថ្លៃមែនតើមកមកថាតែហ្នឹងគឺនិយាយទៅភាគច្រើនខ្លាំងខ្លាយតែម្ដងអញ្ចឹងណាធ្វើប៉ះពាល់សុខភាពយើងអញ្ចឹងខ្ញុំ recommend ដល់បងប្អូនទិញ1គីឡូត្រឹម30ដុល្លារឬក៏40ដុល្លារទៅណាយើងអាចផឹករាល់ថ្ងៃបានបើមានតែខ្លះ1គីឡូឡើងដល់ទៅ200 300 500 1000ក៏មានដែរបងប្អូនអញ្ចឹងណាប៉ុន្តែយើងផឹកតែយើងផឹករាល់ថ្ងៃយើង recommend ថាបងមានលទ្ធភាពយើងផឹកត្រឹម30 40ដុល្លារឡើងទៅអញ្ចឹងកុំទិញថោកពេកទិញអា2 3រៀល4 5រៀល5 6រៀល1គីឡូហ្នឹងគឺវាអត់សូវល្អទេណាគុណភាពក៏វាអត់ដែរហើយបងប្អូនគិតថាតែ1គីឡូច្រើនទេណាហើយ1គីឡូច្រើនមែនតែម្ដង1គីឡូបងអាចផឹកបាន2 3ខែនោះហើយទៅពេលបងទិញអា3 4រៀល5 6រៀលទៀតវាកាន់តែអន់មែនតែហ្មងហើយគ្រាន់តែឈ្នួលពលកម្មឈ្នួលអីក៏ហាតែហើយក៏មិនគ្រប់ដែរអញ្ចឹងបងប្អូនទិញថោកពេកវាអាចចំតែខ្លាំងខ្លាយអត់ល្អគុណភាពអត់ល្អអញ្ចឹងណាប៉ះពាល់សុខភាពប៉ះពាល់អីអញ្ចឹងទៅអានេះជាការណែនាំរបស់ខ្ញុំទេហើយបងប្អូនតែនេះខ្ញុំឲ្យបងប្អូនមើលតែដែលយើងឆុងនេះគឺតែខ្ញុំមិញតែក្រហមហ្នឹងបាទបងប្អូនមើលពណ៌អែមណាប៉ុន្តែយើងឆុងតែផឹកទឹកទី1ហ្នឹងគឺផឹកឡើងយើងឆុងទៅដាក់ទៅខាងជលានផ្ទះនិងខាងកងមកដាក់សែនរៀងរាល់ថ្ងៃអញ្ចឹងណាអញ្ចឹងអានេះគឺទឹកទី1ទឹកទី2បានយើងឆុងញ៉ាំខ្លួនឯងហ្នឹងហើយបងប្អូនដែលថាចង់មើលតែកូនដៃ1 កែ2ហ្នឹងយើងឥឡូវជាប់រវល់អត់មានពេលធ្វើទេតែបងប្អូនអាចមើលវីដេអូចាស់ៗបានក្នុង TikTok ហ្នឹងគឺមានអញ្ចឹងណាបាទអរគុណច្រើន